ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះជួបគ្នាម្ដងទៀតថ្ងៃនេះខ្ញុំបាទមានកិត្តិយសអរគុណព្រះអង្គចង់លើកយកនៅប្រធានបទមួយតាក់ទងទៅនឹងគម្ពីរនៅក្នុងលោកុបាទជំពូកទី3ខ15ដែលព្រះអង្គមានបន្ទូលប្រាប់យើងនៅក្នុងគម្ពីរនេះខ្ញុំនឹងអានជូនលោកុបាទជំពូកទី3ខទី15អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រីគឺទាំងពូជឯងនិងពូជនាងមានសេចក្តីខ្មាំងនឹងគ្នាពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេនៅក្នុងខគម្ពីរលោកុបាទនេះគឺជាខគម្ពីរមួយដែលនៅក្នុងពេលមួយដែលនៅពេលដែលមនុស្សធ្លាក់ចុះហើយព្រះអង្គបានជួបនឹងមនុស្សហើយព្រះអង្គបានដាក់បណ្ដាសាទៅកាន់មនុស្សប្រុសមនុស្សស្រីហើយនឹងចុងក្រោយសត្វពស់នៅក្នុងខគម្ពីរហ្នឹងប្រហែលជាអស់លោកអ្នកបងប្អូនប្រហែលជាឆ្ងល់ថាតើខគម្ពីរនេះមានន័យថាម៉េចនៅពេលដែលមនុស្សធ្លាក់ចុះដំបូងព្រះអង្គមិនបានបោះបង់ដល់មនុស្សជាតិនៅឡើយព្រះអង្គតែងតែមានសេចក្តីសន្យាភ្លាមតែម្ដងនៅពេលដែលគេបានធ្លាក់ចុះសេចក្តីសន្យានេះគឺចង់សំដៅទៅលើពូជរបស់ស្ត្រីគឺសំដៅទៅលើព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គប្រសូតមកនៅក្នុងពូជស្ត្រីអញ្ចឹងដែលថាពូជនេះនឹងកិនក្បាលឯងហើយឯងនឹងចឹកជើងគេអញ្ចឹងគឺចង់សំដៅទៅលើព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទតែព្រះអង្គសគត់លើជើងឆ្កាងព្រះអង្គត្រូវរបួសស្នាមដេកគោលនៅលើជើងឆ្កាងបណ្ដោះអាសន្នក្នុងរយៈពេល3ថ្ងៃព្រះអង្គបានសគត់3ថ្ងៃហើយព្រះអង្គមានបញ្ជូនឡើងវិញហើយព្រះអង្គបានយកជ័យជំនះទៅលើសេចក្តីស្លាប់ព្រះអង្គយកជ័យជំនះទៅលើអំណាចសាតាំងហើយព្រះអង្គយកសេចក្តីយកជ័យជំនះទៅលើភាពងងឹតនៅលើផែនដីនេះអញ្ចឹងអរិយសាតាំងត្រូវបរាជ័យវាត្រូវបានព្រះអង្គកិនក្បាលរបស់វាមានន័យថាគ្រោះថ្នាក់រវាងរបួសកែងជើងហើយនិងគ្រោះថ្នាក់នៃការកិនក្បាលគឺគ្រោះថ្នាក់ជាទីបំផុតហើយរបួសកែងជើងគឺជាការរបួសបណ្ដោះអាសន្នដែលព្រះអង្គមានប្រហាតីក្នុងការដែលបន្ទាបកាយរបស់ព្រះអង្គសគត់លើជើងឆ្កាងហើយរស់ឡើងវិញដើម្បីនឹងសង្គ្រោះយើងអញ្ចឹងនៅក្នុងខគម្ពីរលោកុបាទនេះគឺជាខគម្ពីរមួយដែលសន្យាភ្លាមតែម្ដងនៅពេលដែលមនុស្សធ្លាក់ចុះហើយព្រះអង្គមិនបានបោះបង់ចោលមនុស្សបើយើងសិក្សាអំពីសម័យកាលបន្ទាប់ពីលោកុបាទមករហូតដល់សម័យកាលផ្សេងៗនៅក្នុងពីពេញនៅក្នុងកម្មគម្ពីរប្រវត្តិសាស្ត្រនៅក្នុងប្រវត្តិសាស្ត្រដែលព្រះអង្គធ្វើការជាមួយអ៊ីស្រាអែលយើងឃើញថាព្រះអង្គបានរៀបចំផែនការសង្គ្រោះពិភពលោកតាមរយៈការជ្រើសរើសជាតិសាសន៍មួយគឺជាជាតិសាសន៍អ៊ីស្រាអែលដែលព្រះគ្រីស្ទត្រូវប្រសូតមកនៅក្នុងជាតិសាសន៍នេះតែម្ដងប្រសិនបើយើងមើលរឿងអំពីកំណើតព្រះអង្គចាស់ព្រះយេស៊ូវព្រះអង្គបានប្រសូតមកនៅក្នុងស្ត្រីព្រហ្មចារីយ៍ឈ្មោះម៉ារីនៅក្នុងគម្ពីរសញ្ញាថ្មីម៉ាថាយយើងឃើញថាស្ត្រីនឹងចេញមកពីពូជកុលសម្ព័ន្ធរបស់យូដាជាកុលសម្ព័ន្ធមួយនៅក្នុងចំណោមកុលសម្ព័ន្ធទាំង12របស់អ៊ីស្រាអែលអញ្ចឹងខគម្ពីរនេះជាការលើកទឹកចិត្តសម្រាប់អស់លោកអ្នកបងប្អូនទាំងគ្នាផងដែរព្រះអង្គមិនបានបោះបង់ចោលយើងទេសេចក្តីសន្យារបស់ព្រះអង្គតែតែមានសម្រាប់ជីវិតរបស់យើងគ្រាន់តែជឿដល់ព្រះអង្គគ្រាន់តែទុកចិត្តទៅនឹងសេចក្តីសន្យារបស់ព្រះអង្គមិនដែលផ្លាស់ប្ដូរព្រះអង្គនៅតែដដែលតាំងពីសញ្ញាចាស់រហូតដល់សញ្ញាថ្មីរហូតដល់សម័យនៃគ្រាចុងក្រោយនៅក្នុងសម័យពួកជ្រុងរបស់យើងរបស់ព្រះអង្គហើយសូមព្រះអង្គប្រទានពរហើយសូមឲ្យខគម្ពីរខ្លីនេះជាការលើកទឹកចិត្តដល់លោកអ្នកបងប្អូនអរគ្នាសូមព្រះអង្គប្រទានពរ